ต่อสู้เรียนหลังវិញ កុមារីប៉ៅសុគន្ធកញ្ញាបានឲ្យដឹងថានាងធ្លាប់ប៉ុនប៉ងថានឹងខំរៀនឲ្យបានពូកែដើម្បីក្លាយខ្លួនជាសាស្ត្រាចារ្យដ៏ល្អម្នាក់ក្នុងពេលអនាគតប៉ុន្តែពេលនេះនាងបដូរចិត្តវិញហើយ ខ្ញុំគិតថាប្រទេសកម្ពុជានេះតឡាការគឺគ្មានយុត្តិធម៌សម្រាប់ម្ដាយខ្ញុំនិងអ្នកពុកម្ដាយខ្ញុំសុទ្ធតែបន្តិចដូច្នេះខ្ញុំក៏ផ្ដាច់ផ្ញើថាខ្ញុំនឹងខំរៀនខ្ញុំនឹងសន្សំលុយដើម្បីរៀនច្បាស់ អារម្មណ៍ខ្លាចក្រែងការខិតខំប្រឹងប្រែងរបស់នាងមិនបានជោគជ័យព្រោះសេចក្តីនឹករលឹកចំពោះម្ដាយចេះតែរំខានអារម្មណ៍របស់នាងខ្ញុំបាត់ស្គាល់ទៅឃើញទៅម៉ាក់ដូច្នេះខ្ញុំចង់ឲ្យម៉ាក់មកវិញម៉ាក់នៅក្បែរខ្ញុំវិញដូច្នេះដោយបើសិនជាម៉ាក់នៅក្បែរខ្ញុំវិញឲ្យខ្ញុំមើលមេរៀនយប់ជ្រៅប៉ុណ្ណាក៏ខ្ញុំមើលដែរពេលដែលម៉ាក់ខ្ញុំនៅខ្ញុំមើលមេរៀនពេលខ្លះខ្ញុំចូលដល់ម៉ោង10កន្លះហើយខ្ញុំមើលមេរៀនដល់ពេលដែលម៉ាក់ខ្ញុំអត់នៅខ្ញុំមើលមេរៀនហើយទៅយប់ទៀតប៉ុន្តែខ្ញុំមើលអត់ចូល កុមារីប៉ៅសុគន្ធកញ្ញាមានចរិតម៉ត់ចត់ក្នុងការធ្វើអ្វីមួយគឺនាងសួរបញ្ជាក់នៅពេលដែលនាងយល់មិនច្បាស់កុមារីអះអាងថាគំរូដែលនាងទទួលបានពីម្ដាយរបស់នាងគឺសេចក្តីក្លាហានភាពស្មោះត្រង់និងការចេះថ្លឹងថ្លែងរវាងប្រយោជន៍សង្គមនិងប្រយោជន៍បុគ្គលខ្ញុំបាទពួនឈិន With you Azizi Serai រាយការណ៍ពីរាជធានីភ្នំពេញ